មានមនុស្សមួយចំនួនគាត់និយាយថាចាំកូននៅទឹកដោះស្មៃឥឡូវកាច់រៀងមិនមែនតែប្រើមិនសិនបូមទឹកដោះអីណាដឹងស្អីទេកាច់រៀងកាច់រកនាំទៅអស់លោកកាលមុនចាំកូនគ្មានអស់លុយមួយរៀលទិញសិនបូមអីទេមិនទៅហើយបើសម័យនេះជាសម័យដែលគេវិវត្តទៅរកបច្ចេកវិទ្យាសូម្បីតែចាំកូននៅទឹកដោះក៏គេមានបច្ចេកវិទ្យាដែរតែយើងអាប់ដេតខ្លីចាំកូននៅទឹកដោះហ្នឹងយើងបូមទឹកដោះអញ្ចឹងងាយស្រួលមែនតើពេលដែលយើងត្រូវទៅក្រៅបាច់លាត់ដោះពេលណាក៏យើងឲ្យកូនបើទឹកដោះយើងបានទោះបីជាយើងមិននៅចិត្តទៅពីមុនបច្ចេកវិទ្យាយើងវាអត់មានគេប្រើព្រីកនំសេឥឡូវគេមានទូរស័ព្ទគេត្រូវការអីគេឆាច់តាមទូរស័ព្ទឥឡូវបូមទឹកដោះក៏អញ្ចឹងដែរគេមានបច្ចេកវិទ្យាដូចគ្នាបូមទឹកដោះអញ្ចឹងបាច់ឲ្យកូនបើបន្តទេត្រូវការទឹកដោះពេលណាយើងចាក់ឲ្យកូនបើតែម្ដងអានេះវាជាការអាប់ដេតមួយអញ្ចឹងយើងក៏មានកម្រិតចាស់កម្រិតពេកមិនកាច់រៀងទេប៉ុន្តែគេគាត់ថាធ្វើឲ្យបន្ទុកគ្រួសាររបស់គេធូរស្បើយអញ្ចឹងម្ដាយបើថាធម្មតាបើយើងបើកូនឲ្យទឹកដោះកាប់ជំនាន់មុនតិចថាទៅធ្វើការរកស៊ីវិញបានតែពេលសម័យនេះធ្វើការរកស៊ីមួយឆ្ងាញ់ឲ្យកូនបើដោះមកអែមអ្នកខ្លះអញ្ចឹងបូមទឹកដោះពេលថ្ងៃទៅដល់ផ្ទះវិញឲ្យកូនបើពេលយកបើខ្ញុំវិញខ្ញុំបូមសុតតែម្ដងយប់ឡើងខ្ញុំអត់ងើបទេខ្ញុំឲ្យវាបើទៀតហើយកូនបើទឹកដោះយើងសុតទៀតអីមិនធម្មតាណាគិតទៅគំនិតនេះបច្ចេកវិទ្យាសុតហ្មងមិនសិនបូមនេះគឺថាជួយមនុស្សយើងបានច្រើនមែនតើអញ្ចឹងមិនថាសម័យបច្ចេកវិទ្យា AI លូតលាស់ទៅមុខដល់ថ្ងៃមុខទៀតមិនដឹងថាគេអភិវឌ្ឍដល់ណាប្រហែលជាមានរឿងថ្មីទៀតសម្រាប់ការលូតលាស់របស់មនុស្សយើងគ្រប់ផ្នែកគ្រប់វិស័យគ្រប់បច្ចេកវិទ្យាតែម្ដង